សួស្តីអ្នកគ្នាឥឡូវយើងមកធ្វើពីរបៀបដាក់វីដេអូនៅលើអេក្រង់ជាដំបូងយើងចូលមកកន្លែងPlay Store នឹងមកពេលចូលហើយយើងវាយពាក្យថា TikTok វីដេអូអ្នកនរគ្នាវាយដូចខ្ញុំយ៉ាងមក TikTok វីដេអូវាយយ៉ាងមករួចហើយយើងនឹងឃើញយើងចុចលើវានឹងមកយើងចុចចូលវាបក់មកហើយយើងដោនមកឲ្យនេះខ្ញុំដោនឲ្យយើងដោនបានហើយយើងចុចចេញមករួចហើយយើងចូលTikTok ចាស់យើងវិញនឹងចូលដូចខ្ញុំហ្នឹងមករួចហើយយើងចូលទៅយើងវាយពាក្យអីក៏បានដែរខ្សាច់ទេអ្នកនរគ្នាទេបាទខ្ញុំវាយពាក្យថា Luffy រួចហើយយើងចុចកន្លែង share ចុចក្រោមនេះខ្ញុំមកទៅវាលោតឲ្យហើយចុចកំណត់ផ្ទៃអេក្រង់រួចហើយវានឹងលោតមួយទៀតដូចតែយើងចុចពាក្យប្រើនឹងមកចុចវាមួយយ៉ាងមកចុចទី2រួចហើយវានឹងលោតឲ្យដូចខ្ញុំចឹងវាលោតឲ្យហើយយើងបិទក៏វានៅតែលោតឲ្យដែរវីដេអូមានតែប៉ុណ្្នឹងឯងបាយ